ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជើងស្ពីមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ទាក់ទងនឹងការឈឺពោះសម្រាលបាទអញ្ចឹងពាក់ព័ន្ធនឹងការឈឺពោះសម្រាលដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាដែលភាសាអង់គ្លេសហៅថា abnormal labor risk factor បាទយើងឃើញថាតើតើនឹងស្ត្រីតែគាត់ចិត្តកខែគាត់តែងតែប្រាថ្នាចង់ដឹងថាធ្វើម៉េចឲ្យបានឈឺពោះសម្រាលបានធម្មតាកើតស្រួលបាទអញ្ចឹងស្ត្រីគួរតែយល់ដឹងដែរអំពីកត្តាប្រឈមតើតើនឹងឈឺសម្រាលខុសធម្មតាបាទយើងចង់ដឹងថាកត្តាប្រឈមទាំងអស់ហ្នឹងមានអ្វីខ្លះបាទសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងនោះនេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺកត្តាប្រឈមឈឺសម្រាលខុសធម្មតាបាទយើងចង់ដឹងថាតើឈឺសម្រាលខុសធម្មតាហ្នឹងមានកត្តាប្រឈមអ្វីខ្លះដែលស្ត្រីគួរយល់ដឹងបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមឈឺពោះសម្រាលធម្មតាដែលភាសាអង់គ្លេសហៅថា normal labor ឬក៏ភាសាបារាំងហៅ travail normal គឺជាការកន្ត្រាក់ស្បូនទៀងទាត់ជាមួយនឹងការរុញខ្លីនិងបើកមាត់ស្បូនជាបន្តបន្ទាប់នៅពេលដែលកូនអាយុចាប់ពី38សប្តាហ៍ឡើងទៅអញ្ចឹងវាថាឈឺសម្រាប់ធម្មតាហ្នឹងគឺតរតែមានការកន្ត្រាក់ស្បូនទៀងទាត់ការរុញខ្លីនិងការបើកមាត់ស្បូនជាបន្តបន្ទាប់ទន្ទឹមនឹងក៏មានការចុះរបស់ក្បាលកូនកើនឡើងបន្តបន្ទាប់ផងដែរបាទនឹងគឺតើតទៅនឹងឈឺសម្រាលធម្មតាយមើលទី2គឺតើតទៅនឹងការឈឺពោះសម្រាលមិនធម្មតាឬក៏ហៅការឈឺពោះសម្រាលដែលពិបាកដែលភាសាអង់គ្លេសហៅថា abnormal labor ឬក៏ dystocia ហើយភាសាបារាំងហៅ travail anormal ឬក៏ dystocia មានថាគឺជាការកន្ត្រាក់របស់ស្បូនមិនទៀងទាត់ជាមួយនឹងការរុញខ្លីនិងការបើករបស់មាត់ស្បូនមិនធ្វើជាបន្តបាទឬក៏ការចុះរបស់ក្បាលកូនមិនកើតឡើងជាបន្តនោះទេបាទនឹងគឺតកតទៅនឹងឈឺពោះសម្រាលមិនធម្មតាបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតទៅនឹងកត្តាប្រឈមអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគ្រប់ខែហើយនឹងឈឺសម្រាលខុសធម្មតាបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី1គឺស្ត្រីមានកូនដំបូងអាយុច្រើនបាទស្ត្រីមានកូនដំបូងអាយុច្រើននោះគឺអាយុលើសពី35ឆ្នាំបាទនឹងគឺជាកត្តាប្រឈមដែលយើងឃើញមានទី1យើងមើលជាបន្តទៅទៀតតកតងកត្តាប្រឈមឈឺសម្រាលខុសធម្មតាទី2គឺវាតកតងនឹងផលលំបាកនៃការមានផ្ទៃពោះបាទដូចជាជំងឺបំរុងកន្លះភ្លើងដែលកើតមានក្នុងពេលមានផ្ទៃពោះឬក៏ដូចជាជំងឺទឹកនោមផ្អែមជាដើមយើងមើលតទៅទៀតតកតងកត្តាប្រឈមឈឺសម្រាលខុសធម្មតាទី3គឺអាចតកតងជាបាក់បេះដូងកូនប្រែប្រួលមានថាច្បាប់បេះដូងកូនម្ដងញាប់ម្ដងយឺតតែប្រែប្រួលខុសប្រេងធម្មតាអានឹងអាចធ្វើឲ្យស្ត្រីមានការឈឺពោះសម្រាលខុសធម្មតាផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងកត្តាប្រឈមឈឺសម្រាលខុសធម្មតាទី4គឺតកតងនឹងការអនុវត្តមិនត្រឹមត្រូវនៃការសម្រាលកូនដោយមិនឈឺចាប់បាទជាពិសេសគឺយើងដាក់អេពីដារ៉លហ្នឹងមកថ្នាំវាចូលទៅយឺតឬលឿនខុសធម្មតាអញ្ចឹងវាអាចធ្វើឲ្យបំរែបំរួលអញ្ចឹងទៅវាអាចធ្វើឲ្យមានប្រឈមនឹងការឈឺពោះសម្រាលខុសធម្មតាផងដែរយើងមើលជាបន្តទៅទៀតតកតងកត្តាប្រឈមឈឺសម្រាលខុសធម្មតាទី5គឺតកតងនឹងកូនថ្លោសពេកបាទអញ្ចឹងកូនថ្លោសពេកហ្នឹងគឺមានថាកូនលើសពី4គីឡូក្រាមបាទតាមរយៈការពិនិត្យគូផ្សំជាមួយនឹងការពិនិត្យអេកូផ្ទៃពោះផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី6គឺអានតគិរបស់ស្ត្រីនឹងគឺរួមតូចខុសធម្មតាបាទអានឹងដោយសារការបាក់ឆ្អឹងឬក៏មានភាពមិនប្រក្រតីពីកំណើតឬក៏មានជំងឺណាមួយអាចធ្វើអានតគិនឹងខុសធម្មតាហើយអញ្ចឹងទៅធ្វើឲ្យស្ត្រីនឹងឈឺពោះសម្រាលខុសធម្មតាផងដែរយើងមកជាបន្តទៅទៀតតកតងកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី7គឺទម្រង់កូនខុសធម្មតាមានថាទម្រង់នោះគឺមិនមែនជាទម្រង់ក្បាល
ដែលជាមួយបានល្អទេវាអាចជាទម្រង់មុខឬក៏ទម្រង់ច្រាស់ឬក៏ទទឹងពោះបាទនឹងអាចធ្វើឲ្យកូននឹងឈឺពោះសម្រាលខុសធម្មតាផងដែរយីមើលបន្តទៅទៀតតកតងកត្តាប្រឈមឈឺសម្រាលខុសធម្មតាទី8គឺស្ត្រីកូនដំបូងបាទអញ្ចឹងគេសង្កេតឃើញលើស្ត្រីកូនដំបូងហ្នឹងមានបញ្ហាឈឺពោះសម្រាលខុសធម្មតាផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងនឹងកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី9គឺស្ត្រីដែលគាត់មានកម្ពស់ទាបគឺទាបជាង1.50 ម៉ែត្របាទហ្នឹងក៏ប្រឈមនឹងការឈឺពោះសម្រាលខុសធម្មតាផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងកត្តាប្រឈមឈឺសម្រាលខុសធម្មតាទី10គឺក្បាលកូននៅខ្ពស់នៅពេលដែលមាត់ស្បូនបើកអស់បាទអញ្ចឹងមើលថាមាត់ស្បូនបើកអស់ហើយស្រាប់តែក្បាលកូនវានៅខ្ពស់បាទកម្ពស់ខ្ពស់អាហ្នឹងគឺក៏ជាបញ្ហាប្រឈមនឹងឈឺពោះសម្រាលខុសធម្មតាផងដែរយីមើលបន្តទៅទៀតតកតងកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី11គឺតកតងជំងឺរលាកស្រោមថង់ទភ្លុះបាទអញ្ចឹងបញ្ហាជំងឺរលាកស្រោមថង់ទភ្លុះហ្នឹងក៏អាចធ្វើឲ្យមានការឈឺពោះសម្រាលខុសធម្មតាផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី12គឺកូនលើសខែបាទកូនចាប់ពី42អាទិត្យឡើងទៅបាទនឹងអាចតកតងនឹងការឈឺពោះសម្រាលនឹងខុសធម្មតាផងដែរយីមើលជាបន្តទៀតតកតងកត្តាប្រឈមឈឺពោះសម្រាលខុសធម្មតាទី13គឺស្ត្រីជាម្ដាយក៏ធាត់មានថា BMI នឹងគឺចាប់ពី30ឡើងទៅបាទអញ្ចឹងអានឹងគឺអាចប្រឈមនឹងការឈឺពោះសម្រាលខុសធម្មតាផងដែរបាទទាំងអស់ហ្នឹងគឺជាកត្តាប្រឈមសំខាន់ដែលយើងឃើញមានលើស្ត្រីមានផ្ទៃពោះបាទអាចប្រឈមនឹងការឈឺពោះសម្រាលខុសធម្មតាហ្នឹងបាទអញ្ចឹងបើសិនបើស្ត្រីគាត់មានផ្ទៃពោះចង់តាមដានផ្ទៃពោះជាមួយនឹងប្រាសាទរីខ្ញុំយើងមានដល់សេវាផលិតអេកូផ្ទៃពោះការតាមដានផ្ទៃពោះបាទបើសិនចង់ដំណងខ្ញុំយើងមានលេខទូរស័ព្ទក៏ដូចជាលេខ Telegram បេក្ខសារក្នុងការទំនាក់ទំនងគឺ088 3132 225 092 59 3350និង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូល App Store ស្វែងរកកម្មវិធី QR Code Reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play Store បាទស្វែងរកកម្មវិធី Google Lens បាទដំឡើងកម្មវិធីនឹងមកបាទកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លងទ្វារវត្តបន្សំអសល់បត់តាមលំវត្តខាងតាមដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comic តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រឹទ្ធទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីដឹកថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺប្រាសាទរីរីវិញ Clinic បាទធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ជាន់ដើម្បីតាមដានព័ត៌មានសុខភាពថ្មីដល់គឺថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រឹទ្ធទាំងអស់ចង់ទទួលបាននៅវីដេអូអប់រំសុខភាពថ្មីបន្ថែមទៀតទាក់ទងបញ្ហាស្ត្រីផ្ទៃពោះការថែទាំផ្ទៃពោះរបបអាហារក្នុងពេលផ្ទៃពោះជំងឺផ្សេងក្នុងពេលផ្ទៃពោះក៏ដូចជាបញ្ហារបស់ទារកនិងការថែទាំទារកនិងការយល់ដឹងអំពីការចាក់វ៉ាក់សាំងផ្សេងលើស្ត្រីនិងកុមារបាទយើងអាចចូលក្នុង YouTube Channel វាយពាក្យប្រាសាទរីរាយបាទដោយអក្សរស្រាប់ចុច search ស្រាប់ទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ Subscribe អ្នកមួយដើម្បីលើកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ